đã miền Bắc cắt láng là mệt hai rồi ban chỉ nẹp bạc bó nẹp thôi đầm nào tiếng ó rất sần lập bạc bong smart đấy thằng này dân hot nó tên bọn tóc hot tầm một នៅក្នុងឆ្នាំ2005ជាងហោះហើរពាណិជ្ជកម្ម Helios Airways Flight 522បានធ្វើការហោះចេញពីប្រទេស Cyprus ឆ្ពោះទៅកាន់ប្រទេសឆេកយន្តហោះមួយនេះហោះឡើងទៅលើអាកាសយ៉ាងធម្មតាប៉ុន្តែពេលហោះទៅដល់កម្ពស់ខ្ពស់រឿងរ៉ាវដ៏រន្ធត់បានកើតឡើងនៅពេលដែលប្រព័ន្ធគ្រប់គ្រងសម្ពាធខ្យល់និងអុកស៊ីសែនមានបញ្ហាខុសបច្ចេកទេសយ៉ាងធ្ងន់ធ្ងរជាតិអុកស៊ីសែននៅក្នុងយន្តហោះបានធ្លាក់ចុះទាបខ្លាំងភ្លាមៗធ្វើឲ្យអ្នកដំណើរជាង100នាក់និងអ្នកបើកបរទាំងពីរនាក់កើតអាការៈខ្វះខ្យល់ដកដង្ហើមរហូតសន្លប់បាត់បង់ស្មារតីស្ទុកស្ដឹងចូលទៅក្នុងដំណេកសូន្យឈឹងប៉ុន្តែទោះបីជាមនុស្សគ្រប់គ្នាសន្លប់បាត់បង់ស្មារតីក៏ដោយក៏ប្រព័ន្ធហោះហើរស្វ័យប្រវត្តិឬក៏ Autopilot នៅតែបន្តដំណើរការវាបានបញ្ជាឲ្យយន្តហោះយក្សនេះហោះវឹងនៅលើមេឃដូចជាយន្តហោះខ្មោចគ្មានព្រលឹងអស់រយៈពេលជាង2ម៉ោងដោយសារតែការបាត់បង់ការតាក់ទងរដ្ឋាភិបាលបានបញ្ជូនយន្តហោះចម្បាំង F16 ទៅហោះអមពីខាងក្រៅហើយអ្វីដែលអ្នកបើកបរ F16 បានឃើញគឺពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ព្រោះតែអ្នកបើកបរយន្តហោះ Helios បានដេកសន្លប់ស្ដុកស្ដឹងទៅលើចង្កូតបាត់ទៅហើយដោយមិនយូរប៉ុន្មានយន្តហោះមួយនេះបានអស់សាំងឬក៏ធ្លាក់បោះក្បាលដាំទៅក្រោមប៉ះជាមួយនឹងដីផ្ទុះយ៉ាងសាហាវសម្រាប់មនុស្សទាំងអស់គ្មានសល់ម្នាក់ឡើយចុះសម្រាប់បងប្អូនវិញគិតយ៉ាងម៉េចដែរចំពោះវីដេអូមួយនេះចាំជួយ comment ប្រាប់ខ្ញុំផងសូមអរគុណ